Trong đời sống nàyទាំងអស់គ្នាវិលត្រឡប់ការសម្ដែងវិញអ្នកនរគ្នាគិតថាខ្ញុំបាត់តាណាយូរនឹងក៏ប៉ិនខ្ញុំទៅប្រឡងឥឡូវខ្ញុំមកពីប្រឡងវិញហើយមុនយើងជឿសាច់រឿងអ្នកគ្នាជួយ Subscribe YouTube ខ្ញុំម្នាក់មួយហើយនឹងជួយ comment ម្នាក់មួយហើយ like ម្នាក់មួយផងតោះយើងជឿសាច់រឿងហ្មងទៅយើងបណ្ដានសាច់រឿងមកយើងក៏បានឃើញកំបិតមួយហោះកាត់ភ្លើងស្ទីនចាគ្នាពេលនោះយូណូបាននិយាយថាយប់ហើយអ្នកឆាប់ដេកទៅពេលនោះវេចិនសានក៏គាត់បាននិយាយថាហើយទៅមួយថ្ងៃនេះខ្ញុំគ្មានអារម្មណ៍ដេកអញ្ចឹងពេលនោះវេចិនសានក៏គាត់បាននិយាយបន្ថែមទៀតថាខ្ញុំទៅតែសួរគាត់រយៈពេលខ្លីសោះហើយទៅគាត់ចិត្តល្អដាក់ខ្ញុំហើយទៅគាត់ការពារខ្ញុំអញ្ចឹងសំខាន់គាត់ជូនខ្ញុំមកទីក្រុងអន្តរជាតិទៀតគាត់មិនបានទាមទារអ្វីពីខ្ញុំសោះខ្ញុំបានចាំពាក្យសម្ដីដែរធាតុករឈ្មោះខ្លាបាននិយាយទៅយូណូមានតែព្រះអង្គម្ចាស់វូបង្កើតគោលនយោបាយថ្មីបានធាតុករអាចមានសេរីភាពនិងមានជីវិតរស់បានយូរពេលនោះហើយយិនសានយកក៏បានគិតប្រែផ្ដាស់ទៀតថាយូណូជូនគាត់មកទីក្រុងអន្តរជាតិនឹងមិនបានផលប្រយោជន៍អ្វីឲ្យគាត់សោះខ្ញុំចង់ដឹងណាស់ថាឯងកំពុងគិតអ្វីតើអាចទេដែលគាត់លួចចូលចិត្តខ្ញុំមានអារម្មណ៍ថាដោយគាត់ស្គាល់ខ្ញុំច្បាស់ណាស់ហើយគាត់ធ្លាប់ស្គាល់ខ្ញុំយូរអញ្ចឹងតែខ្ញុំមិនដែលឃើញគាត់ខ្ញុំទើបតែឃើញគាត់លើកទី1ទេមិនគាត់មានចិត្តទុកដាក់លើខ្ញុំអញ្ចឹងខ្ញុំកាន់តែគិតខ្ញុំកាន់តែឈឺក្បាលខ្ញុំមិនយល់ពីគាត់សោះសំខាន់ណាស់វិញយ៉ាងសានយើងក៏បានទៅចាប់ដើមទ្រង់យន្តនូយើងហើយគាត់បាននិយាយថាស្បែកគាត់ពិតជាស្រស់ស្អាតខ្លាំងណាស់ពេលនោះហើយយន្តនូរបស់យើងក៏បានល្មើហើយដាក់ម្ដាយចំអាប៉ែវិញសានតែម្ដងណាពេលនោះហើយយន្តនូរបស់យើងក៏បានយល់សប្តិអាក្រក់យ៉ាងខ្លាំងពេលនោះហើយវិញ្ញាណសានរបស់យើងក៏បានភ្ញាក់ពីដែលលហកយ៉ាងខ្លាំងដោយគាត់ភ្ញាក់អ្វីមួយចាគ្នាពេលនោះវិញ្ញាណសានបាននិយាយថាវាមិនស្រួលទេយន្តនូឲ្យបញ្ញាប់ភ្ញាក់ឡើងមកតែយន្តនូរបស់យើងដូចមិនទៅដូចគាត់អត់សូវស្រួលខ្លួនចាគ្នាវិញ្ញាណសានតើឯងកាត់អីហ្នឹងនោះយន្តរបស់យើងក៏បានវាយអបិវិញ្ញាណសានមួយដែរហើយបាននិយាយថាអញកំពុងចង់ធ្វើអ្វីហ្នឹងពេលនោះវិញ្ញាណសានយើងក៏បាននិយាយបន្ថែមទៀតថាអញកុំព្រួយបារម្ភពីយើងអីនេះគឺជាជំងឺរបស់យើងតិចតួចទេវាមិនអីទេពេលនោះសុននូបានសួរថាតើអញកំពុងទៅណាហ្នឹងពេលនោះវិញ្ញាណសានយើងក៏បានឆ្លើយតបវិញថាខ្ញុំទៅទីពេទ្យដើម្បីទៅមើលរកថ្នាំឲ្យឯងពេលនោះយន្តរបស់យើងបានឆ្លើយតបវិញថាកុំចេញពីបន្ទប់ដែលម្នាក់ឯងពេលនោះវិញ្ញាណសានយើងបាននិយាយថាវាមិនអីទេខ្ញុំទៅតែមួយផ្នែកទេខ្ញុំនឹងត្រឡប់មកវិញតែខ្ញុំមានអារម្មណ៍ថាខ្ញុំមានអារម្មណ៍ផ្លេចរបស់អីមួយពេលនោះយន្តរបស់យើងបាននិយាយថាអូខ្ញុំមានអារម្មណ៍ថាអ្នកដូចអត់មានផ្លិតរបស់អ្នកពេលនោះវិញ្ញាណសានរបស់យើងបាននិយាយថាសូលផ្លិតរបស់ខ្ញុំបានធ្លាក់ចូលទឹកបានហូរយកទៅបាត់ហើយឥឡូវសាច់រឿងយើងបានដល់ទីបញ្ចប់ហើយអ្នកគ្នាជម្រាបលា